ះទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះខ្ពស់មានបន្ទប់ទឹកតម្លៃ8400បើសិនជាបងប្អូនអត់យកបន្ទប់ទឹកទេគឺតម្លៃវា7700បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកសីសន្ធៅសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះខ្ពស់មានបន្ទប់ទឹកនេះជាការកម្មង់របស់បងប្រុសបងស្រីនៅខាងឃុំជ្រៃស្រុកស្វាយអន្តរខាងខេត្តព្រៃវែងឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំបានរៀបចំរួចរាល់ហើយប្រភេទផ្ទះនេះគឺបងប្រុសបងស្រីគាត់កម្មង់យកវេរដាខាងមុខនេះ1ម៉ែត្រកន្លះជាលក្ខណៈម៉ូតកោងមានកៅអីមានសម្យាបឥឡូវនេះខ្ញុំនាំបងប្អូនទៅមើលនៅទូផ្ទះទាំងអស់នៃប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រនេះទាំងអស់គ្នាហើយក្រុមការងារខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំនៅតែបាញ់បាតទៀតគឺរួចរាល់អស់ហើយប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រនេះគឺរៀងធំទលាយបងប្អូនយើងអាចរស់នៅជាលក្ខណៈគ្រួសារនៅខាងលើហើយយើងក៏អាចរៀបបន្ទប់នៅផ្នែកខាងក្រោមបានដែរអញ្ចឹងបើសិនជាបងប្អូនមានសមាជិកច្រើនយើងអាចរៀបបន្ទប់ខាងក្រោមបានហើយនៅក្នុងនោះគឺមានបន្ទប់ទឹកមួយគឺយើងរៀបចំបែបហ្នឹងបងប្អូនគាត់ថាក្រុមជាងគាត់អត់តន់ដាក់ចានមង្គលចុចទឹកហ្នឹងបងប្អូនហើយទូផ្ទះនៃប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រនេះមើលទៅឃើញស្អាតដែរបងប្អូនបើឃើញស្អាតបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងហើយនៅតែបាញ់បាតទៀតគឺសម្រាប់បញ្ចប់ការងារជូនបងស្រីនៅខាងស្វាយទៅហើយសាច់ផ្ទះហ្នឹងទំហំ5ម៉ែត្រកន្លះគុណនឹង3ម៉ែត្រកន្លះហើយខាងមុខហ្នឹង1ម៉ែត្រកន្លះគុណនឹង3ម៉ែត្រកន្លះចឹងវាល្មមសមរម្យបងប្អូនយើងអាចអង្គុយលេងផ្នែកខាងមុខនឹងមើលទេសភាពដាក់តុដាក់អីហូបកាហ្វេហូបអីបានមកតំណងណាបងប្អូនមកតំណងណាហើយចំពោះប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រហ្នឹងគឺសមល្មមបងប្អូនគឺលក្ខណៈខ្នាតមធ្យមបងប្អូនចង់បានធំជាងហ្នឹងបងប្អូនយក47 48 49ហើយបើសិនជាបងប្អូនកុំឲ្យអស់លុយយ៉ាងច្រើនជាងហ្នឹងបងប្អូនយក36 37 3កន្លះ6អាហ្នឹងតម្លៃធូរជាងហ្នឹងបងប្អូនតម្លៃធូរជាងហ្នឹងហើយនៅពេលយប់បងប្អូនគឺយើងបើកភ្លើងមកគឺភ្លើងចាញ់មកបងប្អូនគឺភ្លឺចិញ្ចាចហើយខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងរនុកអនងផ្ទងផ្លានបកងដែរណៃប្រើស្លៅក្តារក្រានជាងពីដានប្រើសក្រំហើយមានធានាជូនបងប្អូនមួយរយៈពេលនេះគឺបងប្អូនគាត់អត់ឲ្យបាញ់ថ្នាំគ្រប់គ្នាបងប្អូនគឺយកទៅបាញ់ថ្នាំនៅទីតាំងដើម្បីឲ្យអ្នកស្រុកអ្នកភូមិមើលពីប្រភេទឈើដែលខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំធ្វើជូនពួកគាត់ឥឡូវនេះចូលប្រហែលជា20 30ផ្ទះហើយដែលអត់បានបាញ់ថ្នាំជូនអតិថិជនណាព្រោះអីគាត់ចង់ឲ្យអ្នកស្រុកអ្នកភូមិនៅទីតាំងរបស់គាត់មើលពីប្រភេទឈើដែលខាងផ្ទះចល័តស្រុកសីសន្ធៅយើងខ្ញុំធ្វើជូនពួកគាត់ហើយប្រភេទឈើបងប្អូនប្រើសឡៅសក្រមហ្នឹងគឺសឡៅសក្រមទាំងអស់បងប្អូនគឺគ្រឿងអនុកអនងផ្ទងផ្លានបកងដៃអាណែងឆ្អឹងបតោងឆ្អឹងពីដានអីគឺសឡៅសុទ្ធតែហ្មងអត់មែនបន្ទាប់ពីក្រៅប្រភេទឈើល្អអត់ផ្ដោតសំខាន់លើឆ្អឹងឆ្អែងរបស់វាទេគឺលេខ1សុទ្ធបានអាយុកាលវាបានយូរអង្វែងបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបាទសូមអរគុណម្ដងទៀត